នឹងមានអ្វីកោតណាងប្រសិនបើមិនមានប្រទេសបង់ក្លាដេសសូមស្មានមើលថាវ័យឆ្នេរសមុទ្រ Bengal បានលេបដីធ្លីដែលបង់ក្លាដេសគួរតែស្ថិតនៅឥណ្ឌានឹងមានឆ្នេរខាងកើតតែមួយឆ្ងាយដោយមិនមានអ្វីរារាំងខណៈដែលមីយ៉ាន់ម៉ាអាចគ្រប់គ្រងតំបន់នោះបានយ៉ាងលេចធ្លោដែលតានៃទន្លាធំជាងគេបំផុតលើពិភពលោកនិងអន្តរាយបាត់បង់បណ្ដាលឲ្យភូមិសាស្ត្រនិងប្រព័ន្ធនិវេសទាំងមូលនៃអាស៊ីខាងត្បូងផ្លាស់ប្ដូរយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្របើគ្មានបង់ក្លាដេសសង្គ្រាមសេរីភាពឆ្នាំ1971នឹងមិនកាត់ឡើងឡើយហើយផែនទីនយោបាយទំនើបនៃអាស៊ីខាងត្បូងក៏នឹងមិនដូចសពថ្ងៃប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងអាណានិគមនិយមនិងអំណាចអាណាព្យាបាលនៅតំបន់នោះអាចនឹងខ្សោយថយយ៉ាងច្រើននៅលើឆាកសេដ្ឋកិច្ចពិភពលោកឧស្សាហកម្មផលិតខោអាវនៅបាត់បង់កម្លាំងចម្បងរបស់ខ្លួនបណ្ដាលឲ្យសេដ្ឋកិច្ចជាច្រើនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងវប្បធម៌ក៏ត្រូវនិយាយលាផងបាយចំពោះប្រទេសដែលជាម៉ាស៊ីនផលិតសម្លៀកបំពាក់សំខាន់សម្រាប់ម៉ាកដូចជា H&M, Zara, Primark គេដំណើររបស់កវីធំ Tagore និងម្ហូបឆ្ងាញ់ៗដែលជាសម្បូរបែបបំផុតមួយនៃអាស៊ីខាងត្បូង